មួយគម្រោងហៅថា Caspi មួយចាមួយទៀតមើលខាង DPA ទី1គម្រោង Caspi វាមាន2មួយផ្នែកខាងធ្វើស្រូវសរីរាង្គចា2ខាងអាហារូបត្ថម្ភនឹងរបស់គម្រោង Caspi ហើយមួយទៀតខាង DPA ហ្នឹងកសកម្មទូទៅហ្មងមានបន្លែមានចិញ្ចឹមសត្វចិញ្ចឹមត្រីអីចឹងទៅសកម្មភាពមានច្រើនមានវគ្គបណ្ដុះបណ្ដាលខាងបច្ចេកទេសធ្វើស្រូវសរីរាង្គហ្នឹងចាមានបច្ចេកទេសខាងធ្វើផលិតខ្ជុងកាមដិតខ្ជុងកាមយើងហ្នឹងចាហើយមានការបរៀនវគ្គបណ្ដុះបណ្ដាលពីចំណូលចំណាយសម្រាប់វគ្គរបស់ខាងគម្រោង Caspi ដូចជាមួយឆ្នាំនោះ3ដង4ដងហើយខាងក្រុមហ៊ុនចូលមកបើកវគ្គបរៀនពីស្តង់ដារសរីរាង្គដែរចា2ដង3ដងដែរគម្រោងហ្នឹងផលយើងចូលជាសមាជិកសហគមន៍ហ្នឹងដើម្បីយើងធ្វើផលិតស្រូវសរីរាង្គលក់ឲ្យខាងក្រុមហ៊ុនអំរូរ៉ាយចាផលហ្នឹងទី1គាត់ធ្វើស្រែគាត់មានខាងក្រុមហ៊ុនឬក៏ខាងអង្គការគាត់បានផ្ដល់បច្ចេកទេសធ្វើស្រែចាធ្វើស្រែធ្វើម៉េចឲ្យបានទិន្នផលល្អការងារបច្ចេកទេសវគ្គបណ្ដុះបណ្ដាលបញ្ហាដែលធ្វើស្រូវនឹងមានបញ្ហាអីគឺគាត់បានមានវគ្គបណ្ដុះបណ្ដាលរៀនដោយអត់អស់លុយអីចឹងណាចាទី2គាត់លក់ស្រូវបានថ្លៃទី3យើងមានទីផ្សារច្បាស់លាស់ដូចក្រុមហ៊ុននៅក្បែរហ្នឹងយើងដឹងតែយើងផលិតមកយើងដឹងតែបានលក់នៅហ្នឹងហើយចាច្បាស់លាស់ផលប្រយោជន៍ដូចជាភាពដូចរាល់ថ្ងៃអញ្ចឹងភូមិខ្ញុំសមាជិកខ្ញុំបានលក់ស្រូវហ្នឹងភូមិគេផ្សេងគាត់អត់មានអញ្ចឹងវាបានថាណាជាគំរូមួយល្អល្បីឯថាសហគមន៍មើលសហគមន៍គេស្រោះគ្នាគេបានចូលអីចឹងចាហើយមួយទៀតខាងដូចមានអង្គការមានអីផ្សេងទៀតគាត់មកខាងមន្ទីរកសិកម្មគាត់មកដែរជួយពង្រឹងឬក៏មានឧទាហរណ៍ក្រុមហ៊ុនគាត់មានពូជដូចឆ្នាំនេះអីហ្នឹងនេះពូជរបស់ក្រុមហ៊ុនដែរគឺក្រុមហ៊ុនគេដាក់ឲ្យយើងឲ្យមកសហគមន៍លក់ឲ្យសមាជិកចាហើយអញ្ចឹងមួយគាត់បើហ្នឹងបើគាត់ចូលជាសហគមន៍គាត់បានប្រើពូជនឹងដែរហើយពូជហ្នឹងគឺខាងក្រុមហ៊ុនគេឲ្យជពាក់ចាគេយកតែ 25% ទេចាសល់ប៉ុន្មានគឺគេឲ្យជពាក់បើនិយាយទៅវាផ្លាស់ប្ដូរច្រើនចាពីមុនមកខ្ញុំមិនទាន់ចូលជាសមាជិកសហគមន៍ធម្មតាធ្វើតែស្រែបានតែមហូបទេចាគិតទៅវាផ្លាស់ប្ដូរពីខ្ញុំចូលគម្រោងនឹងមកគឺថាមានការយល់ដឹងច្រើនចាទាំងនិយាយទៅទាំងខ្ញុំមានការថាចេះនិយាយចេះដើរអីឆ្ងាយអីដឹងពីស្ថានភាពរស់នៅក្នុងសង្គមអីចឹងណាចេះច្រើនចាចេះមានវិធីសាស្ត្រចេះទុកដាក់រោចំណូលចំណាយអីចាចេះច្រើនបើពីមុនមកវាអត់មានអីទេគ្រាន់តែដូចខ្ញុំនិយាយហ្នឹងធ្វើស្រែមួយហាត់កន្លះទេពីមុនចាឥឡូវខ្ញុំឡើងចិត្ត100ហាត់ដែរហើយព្រីកយើងធ្វើស្រូវហ្នឹងចាវាគ្រាន់ថាមិនមានផ្ទះល្អអីឡានអីទេគ្រាន់ថាមកល្មមមកភ្ជុំខ្ញុំគិតថាជោគជ័យព្រោះយើងពីមុនមកយើងខុសគ្នាឆ្ងាយចាវាជោគជ័យចំពោះខ្ញុំគិតថាជោគជ័យយើងប្រឹងធ្វើស្រូវលក់ហើយយើងមានទីផ្សារមានអីច្បាស់លាស់អញ្ចឹងយើងប្រឹងធ្វើទៅធ្វើឲ្យលក់យើងអត់ព្រួយបារម្ភថាអត់មានទីផ្សារទេអញ្ចឹងយើងកាលណាយើងប្រឹងឲ្យបានច្រើនហើយយើងលក់បានច្រើនទៅយើងជោគជ័យហើយខ្ញុំចង់ផ្ដាំផ្ញើទៅខាងកសិករផ្សេងទៀតដែលគាត់មិនទាន់ចូលជាសមាជិកសហគមន៍ចាអញ្ចឹងឲ្យគាត់ចូលរួមជាសមាជិកសហគមន៍មកដើម្បីយើងលក់ស្រូវបានថ្លៃចាបន្ទាប់ពីលក់ស្រូវបានថ្លៃមកយើងមានបច្ចេកទេសផ្សេងទៀតដែលអង្គការគាត់ជំនួយមក